រឿង3ដែលមិនគួរមើលរំលងនៅក្នុងដំណើរជីវិតរបស់យើងមែនតើ3នឹងសាមញ្ញខ្លាំងមែនតើដោយសារវាសាមញ្ញខ្លាំងពេកធ្វើឲ្យយើងអត់ចង់ធ្វើដោយសារវាសាមញ្ញខ្លាំងពេកធ្វើឲ្យយើងគិតអត់ដល់តែភាពសាមញ្ញហ្នឹងហើយវាធ្វើឲ្យជីវិតរបស់យើងប្រសើរនៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើងទី1ជាការពិតនៅពេលដែលយើងងើបពីគេងត្រូវតែមានការដឹងគុណដែលយើងមានជីវិតមួយថ្ងៃបន្តទៀតត្រូវតែមានការដឹងគុណទៅដល់ក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួនរបស់យើងទី2ត្រូវបន្តដំណើរដោយគោលបំណងដែលក្តីសុបិននៅក្នុងដំណើរជីវិតរបស់យើងប្រសិនបើយើងអត់មានគោលបំណងអត់មានក្តីសុបិនទេពេលខ្លះយើងងើបមកយើងអត់ដឹងថាត្រូវធ្វើអីទេហើយយើងអត់សប្បាយជាមួយជីវិតរបស់យើងទេងើបមកពឹបគិតដល់កិច្ចការដែលខ្លួនអត់សប្បាយចិត្តអត់ពេញចិត្តវាធ្វើឲ្យជីវិតរបស់យើងតានតឹងតែបើយើងមានគោលដៅជាក់លាក់មានគោលបំណងជាក់លាក់ថាថ្ងៃស្អែកយើងងើបទៅយើងត្រូវតែធ្វើវាអស់ពីលទ្ធភាពអញ្ចឹងដំណើរជីវិតរបស់យើងប្រសើរប្រចាំថ្ងៃអ្វីដែលសំខាន់ទី3នោះចូលមិនឲ្យភ្លេចធ្វើការឆ្លោះបញ្ចាំងជារឿយៗព្រះសម្មាសម្ពុទ្ធសម្ដែងថាយោនិសោមនសិការៈធ្វើទុកក្នុងចិត្តជារឿយៗថ្ងៃនេះយើងធ្វើបានប៉ុណ្ណឹងបើសិនចង់ឲ្យជីវិតប្រសើរយើងត្រូវធ្វើឲ្យប្រសើរសម្រាប់ថ្ងៃស្អែកបើសិនបើថ្ងៃស្អែកយើងធ្វើដូចថ្ងៃហ្នឹងលទ្ធផលរបស់យើងអាចប្រសើរដល់អ្វីដែលយើងចង់បានទេអញ្ចឹងការដែលមានសមត្ថភាពក្នុងការធ្វើការឆ្លោះបញ្ចាំងទៅលើសកម្មភាពចាំថ្ងៃវាធ្វើឲ្យយើងបានរៀនសូត្រអំពីអតីតកាលរបស់យើងរឿងដែលយើងធ្វើហើយតែវាអត់បានប្រសើរអញ្ចឹងយើងសួរខ្លួនឯងថាខ្ញុំធ្វើម៉េចឲ្យប្រសើរជាងនឹងខ្ញុំធ្វើម៉េចឲ្យទៅដល់គោលដៅដែលខ្ញុំចង់ទៅអញ្ចឹងរឿងទាំង3នេះប្រសិនបើបងប្អូនយកមកអនុវត្តឲ្យខ្ជាប់ខ្ជួននៅក្នុងដំណើរជីវិតនឹងប្រសើរជារៀងរាល់ថ្ងៃជីវិតនឹងប្រសើរជារៀងរាល់សប្តាហ៍ជារៀងរាល់ខែអរគុណច្រើន